យើងធ្លាប់ពិបាកដូច្នេះហើយយើងអត់ចង់ឲ្យកូនយើងពិបាកអីមែនទេជាពាក្យដែរលោកម៉ាអ្នកម៉ាក់និយាយប្រាប់ខ្លួនឯងដើម្បីខ្លួនឯងនឹងប្រឹងតស៊ូធ្វើការ 4-5 កន្លែងអត់មានពេលសម្រាកហើយយើងខំប្រឹងខ្លាំងដើម្បីឲ្យកូនយើងបានសពគ្រប់ទាំងអស់មិនថាលុយកាក់អាហារហូបចុកកន្លែងស្នាក់នៅរបស់លេងប៉ុន្តែតើលោកប៉ាអ្នកម៉ាក់ទាំងអស់គ្នាធ្លាប់ដកឃ្លាឲ្យគិតបន្តិចអត់ថាបើសិនជាយើងអត់ធ្លាប់ពិបាកប្រហែលយើងអត់មានដល់រាល់ថ្ងៃហ្នឹងទេអាមេរៀនជីវិតពេលខ្លះបើសិនជាយើងអត់ឆ្លងកាត់ផលលំបាកគឺយើងអត់ទទួលមេរៀនហ្នឹងទេហើយមេរៀនជីវិតអត់មានណាគេបរៀនជំនួសយើងនៅពេលដែលយើងអត់ឆ្លងកាត់បទពិសោធន៍ខ្លួនឯងទេអញ្ចឹងលោកប៉ាអ្នកម៉ាក់អាចដកឃ្លាបន្តិចមកគិតថាតើយើងបេសកកម្មក្នុងជីវិតរបស់យើងគឺដាច់ខាតមិនឲ្យកូនយើងពិបាកឬក៏យើងគួរតែអនុញ្ញាតឲ្យកូនរបស់យើងនឹងបាត់ពិសោធន៍ពិបាកខ្លះដើម្បីឲ្យពួកគាត់កាន់តែរឹងមាំមិនមែនបានន័យថាឲ្យពិបាករហូតដល់ថ្នាក់អត់បាយអត់ទឹកក៏ប៉ុន្តែការបង្រៀនមេរៀនជីវិតការរក្សានៅតុល្យភាពធ្វើម៉េចកុំឲ្យកូននឹងទៅជាអត់មានបទពិសោធន៍ជីវិតសោះអានឹងគឺជារឿងមួយសំខាន់មែនទែនហើយយើងជាឪពុកម្ដាយមានតែយើងឯងដែលអាចសម្រេចបានថាប៉ុណ្ណាវាសមរម្យគ្រាន់តែថាពេលខ្លះយើងត្រូវដាស់តឿនខ្លួនយើងថារឿងលំបាកក្នុងជីវិតបានធ្វើឲ្យយើងខ្លាយទៅជាមនុស្សបែបនេះវាពិបាកនៅក្នុងការរកដែនកំណត់ថាតើពិបាកប៉ុណ្ណាហៅថាសមរម្យអញ្ចឹងខ្ញុំអាចសូមឲ្យលោកប៉ាអ្នកម៉ាក់ចែកបទពិសោធន៍បានដែរអត់ថាតើកន្លងមកលោកប៉ាអ្នកម៉ាក់គិតគូរអំពីចំណុចណាខ្លះដែលចង់ឲ្យកូនរបស់ខ្លួនឯងឆ្លងកាត់បើទោះបីជាអ្នកខ្លះមានអារម្មណ៍ថាអត់ទេកុំធ្វើអញ្ចឹងអីធ្វើអញ្ចឹងខ្លាចកូនពិបាកអីចឹងណាហើយចំណុចផ្សេងទៀតខ្ញុំនឹងលើកឡើងនៅវីដេអូបន្តទៀតតោះនិយាយរឿងឲ្យកាដូកូនលើកចុងក្រោយដែលលោកប៉ាអ្នកម៉ាក់ហុចកាដូរង្វាន់របស់លេងថយឲ្យកូនរបស់លោកប៉ាអ្នកម៉ាក់ទាំងអស់គ្នាតើពេលហ្នឹងគឺជាពេលអីពេលហ្នឹងកូនកំពុងតែយំខូចហើយយើងហុចកាដូហ្នឹងឲ្យដើម្បីឲ្យកូនបាត់យំនេះម៉ាក់ហុចអានេះឲ្យអីចឹងណាពេលហ្នឹងកូនខូចកូនមួម៉ៅឬក៏ទារបស់អីមួយទៅយើងក៏ហុចឲ្យតើការដែលយើងមានទម្លាប់ហុចកាដូឲ្យកូនហ្នឹងវាមានឥទ្ធិពលមិនចំពោះកូនរបស់យើងលោកប៉ាអ្នកម៉ាក់ធ្លាប់បានចាប់អារម្មណ៍ដែរអត់ការដែលយើងឲ្យរបស់អីមួយដែលកូនចង់បានណាគឺជារង្វាន់សម្រាប់ពួកគាត់ហើយនៅពេលដែលយើងឲ្យរង្វាន់សូមកុំភ្លេចថានោះគឺជាការលើកទឹកចិត្តអញ្ចឹងតើយើងឲ្យរង្វាន់នៅពេលដែលគាត់ខូចគឺបានន័យថាយើងលើកទឹកចិត្តឲ្យគាត់ខូចបើមិនជាយើងឲ្យរង្វាន់នៅពេលដែលគាត់ធ្វើល្អបានន័យថាយើងលើកទឹកចិត្តឲ្យគាត់ធ្វើល្អហើយវាពិតជាសំខាន់មែនតើដែលគាត់ទៅរៀនអាហ្នឹងពីយើងនៅពេលដែលគាត់នៅតូចពីព្រោះនៅពេលដែលគាត់ធំឡើងចូលកន្លែងធ្វើការមិនមែនគាត់ខូចគាត់មួម៉ៅគាត់អុកលុកគេទៅហ្នឹងគាត់បានរង្វាន់ឯណាមានតែគេដេញចេញតែផ្ទុយទៅវិញបើសិនជាគាត់អាសាគាត់ប៉ាកែគាត់បំពេញតួនាទីបានល្អបំពេញការទូខុសត្រូវបានល្អនោះទៅគាត់បានបូណឺសឡើងប្រាក់ខែឬក៏ឡើងតំណែងអីចឹងទៅយ៉ាងណាក៏ដោយចិញ្ចឹមកូនគ្មានរូបមន្តច្បាស់លាស់ទេម្នាក់ត្រូវយោងតាមស្ថានភាពរៀងខ្លួនដូច្នេះហើយអ្វីដែលខ្ញុំនិយាយវាអត់ត្រូវគ្រប់ករណីទាំងអស់ទេអញ្ចឹងបើសិនជាលោកប៉ាអ្នកម៉ាក់មានគំនិតអីផ្សេងឬក៏មានឧទាហរណ៍អីសូមជួយចែករំលែកមតិយោបល់ឬក៏បទពិសោធន៍របស់លោកប៉ាអ្នកម៉ាក់ទាំងអស់គ្នានៅខាងក្រោមប្រអប់ comment នឹងផងអូនិយាយរឿងរង្វាន់សំណួរមួយទៀតណាគឺថាតើយើងគួរតែឲ្យរង្វាន់កូនហ្នឹងឥឡូវភ្លាមឬក៏ពេលណាជួបគ្នានៅអេពីសូតក្រោយនៅពេលដែលឃើញកូនដួលភ្លាមពឹបជាពិសេសដូចពេលកូនរៀនដើរអញ្ចឹងយើងរត់ឆ្លេឆ្លាពេញផ្ទះឲ្យប្រញាប់ទៅមើលកូនហ្នឹងអីចឹងណាល្អពីព្រោះយើងបារម្ភពីសុខភាពកូនប៉ុន្តែនៅពេលដែលកូនហ្នឹងកាន់តែធំឡើងអាការដួលហ្នឹងក៏កាន់តែញឹកញាប់ឬក៏ពេលខ្លះទៅគាត់មានឧបសគ្គអីមួយអញ្ចឹងណាខ្ញុំគិតថាយើងគួរតែនៅបារម្ភពីកូនដដែលក៏ប៉ុន្តែបើសិនជាយើងពន្យាពេលការជួយរបស់យើងបន្តិចក៏ល្អដែរពីព្រោះនោះក៏ជាមេរៀនជីវិតមួយសំខាន់ដែលយើងគួរតែបរៀនកូនយើងបើវងកញ្ចក់មិនមែនបានន័យថាឃើញកូនដួលហូរឈាមខ្លះហើយនៅអង្គុយគិតបន្តិចសិនអត់ទេណាសុវត្ថិភាពជាចម្បងនៅពេលដែលយើងមើលទៅឃើញថាកូនយើងអត់មានឈាមអត់មានអីទេបើសិនជាយើងពជាពេលបន្តិចកូននឹងរកមធ្យោបាយនៅក្នុងការងើបដោយខ្លួនឯងខ្ញុំជាអ្នករៀងថ្នមកូនច្រើនជាងប៉ាគេអញ្ចឹងនៅពេលដែលកូនដួលអីចឹងបើនៅជាមួយឪចេះងើបខ្លួនឯងបើនៅមួយម៉ែងាកមកប្រទះភ្នែកម៉ែយំស្រែកយកងើបខ្លួនឯងអត់រួចទេយើងត្រូវចេះបរៀនកូនយើងឲ្យជួយខ្លួនឯងពីព្រោះអានឹងជាជំនាញមួយដែលចាំបាច់ណាស់សម្រាប់ជីវិតពួកគេទៅថ្ងៃក្រោយទៀតនៅពេលដែលគាត់ដួលភ្លាមឬក៏គាត់ធ្វើអីដែលបរាជ័យឧទាហរណ៍គាត់បត់រូបកប៉ាល់ហោះឬក៏រៀប puzzle រូបផ្គុំអីហើយគាត់ធ្វើទៅអត់ជោគជ័យបើយើងជួយគាត់ភ្លាមណាយើងអត់ទុកពេលដើម្បីឲ្យគាត់ច្នៃប្រឌិតឬក៏ខំប្រឹងម្ដងហើយម្ដងទៀតទេហើយអ្វីដែលសំខាន់ជាងនឹងទៀតគឺកូននឹងមានមោទនភាពចំពោះការសម្រេចបានរបស់គាត់ខ្លាំងមែនតើហើយគាត់នឹងមកអួតយើងអូម៉ាម៉ាអូនចេះឡើងខ្លួនឯងអូម៉ាម៉ាអូនចេះដោះធ្មេញខ្លួនឯងអញ្ចឹងបានន័យថាយើងបង្កើនទំនុកចិត្តលើខ្លួនឯងសម្រាប់កូនយើងទៀតអរគុណទាំងអស់គ្នាជួបគ្នានៅវគ្គក្រោយ